លោកត្រាំថាអាមេរិកនឹងធ្វើឲ្យច្រកសមុទ្រ Hormuz បើកឡើងវិញគឺពេលឆាប់ៗស្របពេលការចរចាជាមួយអ៊ីរ៉ង់នឹងចាប់ផ្ដើមនាថ្ងៃសៅរ៍នេះនៅប៉ាគីស្ថាននេះថ្ងៃសុក្រទី10ខែមេសាប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសហរដ្ឋអាមេរិកនឹងធ្វើឲ្យច្រកសមុទ្រ Hormuz បើកចំហឡើងវិញក្នុងពេលឆាប់ៗប៉ុន្តែលោកមិនបានរៀបរាប់លម្អិតហើយទទួលស្គាល់ថាវានឹងមិនមែនជារឿងងាយស្រួលនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reutersការបិទគប់ច្រកសមុទ្រ Hormuz ដោយទីក្រុងតេហេរ៉ង់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនិងមជ្ឈមបូព៌ាបានបង្កផលរំខានអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រចំពោះការផ្គត់ផ្គង់ថាមពលជីសកល Hormuz គឺជាច្រកផ្លូវទឹកដ៏សំខាន់ខ្លាំងមួយសម្រាប់ការដឹកជញ្ជូនឧស្ម័ននិងប្រេងប្រហែល 20% របស់ពិភពលោកត្រាំមិនសប្បាយចិត្តជាខ្លាំងដោយសារសម្ព័ន្ធមិត្ត NATO កន្លងមកនេះមិនព្រមជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuzយោងតាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃប្រហោះអគ្គលេខាធិការអង្គការ NATO លោក Mark Rutte ក្រោយជួបជាមួយលោកត្រាំបានប្រាប់រដ្ឋាភិបាលក្រុមប្រទេសអឺរ៉ុបថាលោកប្រធានាធិបតីអាមេរិកចង់បានការបដិញ្ញារឹងមាំដើម្បីជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ក្នុងពេលប៉ុន្មានថ្ងៃខាងមុខអាមេរិកនិងអ៊ីស្រាអែលបានរួមដៃគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈអ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារលើអ៊ីស្រាអែលនិងមូលដ្ឋានរបស់អាមេរិកនៅតាមបណ្ដាប្រទេសនៃតំបន់ឈូងសមុទ្រអារ៉ាប់ការវាយប្រហាររបស់អាមេរិកអ៊ីស្រាអែលលើអ៊ីរ៉ង់និងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់បានផ្តាច់ជីវិតមនុស្សសរុបរាប់ពាន់នាក់ហើយធ្វើឲ្យរាប់លានអ្នកផ្សេងទៀតត្រូវរត់ភៀសខ្លួនសង្គ្រាមនេះបានរុញឲ្យតម្លៃប្រេងហក់ឡើងយ៉ាងគំហុងនិងអង្រួនទីផ្សារសកលគូបញ្ជាក់ថាលោកត្រាំបានប្រកាសបទជប់បាញ់រយៈពេល2សប្តាហ៍ជាមួយទីក្រុងតេហេរ៉ង់កាលពីថ្ងៃអង្គារបន្ទាប់ពីបានប្រមានគំនិតអរិយធម៌ទាំងមូលរបស់ប្រទេសអ៊ីរ៉ង់ទោះមានបទជប់បាញ់ក៏ដោយចរាចរណ៍កប៉ាល់ដឹកជញ្ជូនកាត់តាមច្រកសមុទ្រ Hormuz នៅតែបន្តជាប់ឃាំងមកទល់ពេលនេះលោកត្រាំបានចាត់ឲ្យអនុប្រធានាធិបតីអាមេរិកលោក J.D. Vance ធ្វើដំណើរទៅប៉ាគីស្ថានជួបជាមួយក្រុមមន្ត្រីអ៊ីរ៉ង់ដើម្បីព្យាយាមចរចាកិច្ចព្រមព្រៀងសន្តិភាពសម្ដៅបិទបញ្ចប់សង្គ្រាមជាផ្លូវការ